ខាងក្រោយខ្ញុំនេះគឺជា limit រៀងកំណត់សម្រាប់ធៀបប្រឡងមក10អញ្ចឹងចំពោះលំហាត់ limit ណាគឺខ្ញុំមាន10វីដេអូសម្រាប់ឲ្យបងប្អូនរៀនត្រៀមនៅក្នុងការប្រឡងពេលខាងមុខឥឡូវយើងមើល limit A គេឲ្យយើង A ស្មើជាមួយនឹង limit x ខិតទៅរក1នៃ x ការ៉េបូក 3x បូក4នៅលើ x ការ៉េបូក1អញ្ចឹងលំហាត់នេះគឺវាងាយទេគឺជា limit រៀងកំណត់យើងគ្រាន់តែជំនួសលេខចូលទៅយើងអាចកណនាបានណាអញ្ចឹងយើងចាប់ផ្ដើមជំនួសមកយើងមើល x របស់យើងគឺខិតចិត្ត1អញ្ចឹងកន្លែងណាដែលមាន x យើងសន្មតថាយើងជំនួសដោយលេខ1មកអញ្ចឹង1លើកជាការ៉េបាន1 3គុណដោយ1បាន3បូក4នៅលើនេះ1លើកជាការ៉េបាន1ដដែលទេបូកឲ្យ1អញ្ចឹងយើងធ្វើការបូកលេខហ្នឹងទៅនេះ1បូក3បាន4បាន8ណា8នៅលើ8លើ2 8ចែក2បាន4អញ្ចឹងចម្លើយ A របស់យើងគឺឃើញ4យើងមើល B បន្ទាប់ B យើងគឺ limit x ខិតទៅរក0អញ្ចឹងកន្លែងណាមាន x យើងជំនួសដោយលេខ0ទៅអញ្ចឹងកន្លែងនេះខ្ញុំបាននេះយើងជំនួសទៅបានសកុន0បូកឲ្យ2គុណ0បាន0ណាតទៅពេលនេះបាន3ស្វ័យគុណយើងជំនួសទៅនេះដក x យើងជំនួស0ចុះបានដក0ណាប៉ុន្តែ0វាមានបូកមានដកអីទេឬមួយក៏ថាដកគុណ0បាន0ដដែលទេនេះហើយយើងដឹងយើងត្រូវចំណាំថាសកុន0គឺស្មើ1ចឹងនៅពេលយើងស្គាល់សកុន0ស្មើ1អានេះវាអត់មានអីពិបាកទៀតទេសកុន0នេះស្មើ1 1បូក0បាន1ខាងនេះសកុន0បាន1ដែរ1គុណដោយ3បាន3អញ្ចឹងចម្លើយ B របស់យើងឃើញ1នៅលើ3 C limit របស់យើងគឺខិតទៅរកនៃលំដាប់ពែនៃ x លើកជាការ៉េបូក2លំដាប់ពែនៃ x ការ៉េបូក2នេះអ្វីដែលយើងត្រូវដឹងគឺយើងត្រូវដឹងថាលំដាប់ពែនៃគឺស្មើ1ហើយលំដាប់ពែនៃស្វ័យគុណ a1 ចុះគឺស្មើជាមួយនឹងk ឥឡូវយើងចាប់ផ្ដើមជំនួសចូលមក limit របស់យើងខិតទៅរកអញ្ចឹងយើងយកទៅជំនួសកន្លែងដែលមាន x មកអញ្ចឹងយើងបានលំដាប់ពែនៃលើកជាការ៉េបូកឲ្យ2លំដាប់ពែនៃx នេះវាមានការ៉េណាអញ្ចឹងបានការ៉េបូកឲ្យ2លំដាប់ពែនេះបាន1អញ្ចឹង1លើកជាការ៉េ1ដដែលទេទៅពេលកន្លែងនេះលំដាប់ពែនៃស្វ័យគុណ2គឺវាស្មើ2គុណ2បាន4បូក2អានេះបូកចូលគ្នាទៅបាន5បូក2បាន7ឥឡូវយើងចូលទៅលំហាត់2ទៀតដែលលំហាត់ D នេះ x របស់យើងគឺខិតទៅរក0អញ្ចឹងកន្លែងណាដែលមាន x យើងចំនួនលេខ0មកអញ្ចឹងកន្លែងនេះខ្ញុំបានលំដាប់ពែនៃ0លើជាការ៉េ0ដដែលទេ0បាន0បូកនៅដដែលបូកឲ្យ2គុណ0បាន0បូកឲ្យ3ស្វ័យគុណនេះយើងចំនួន0ទៅ0គុណ2បាន0អញ្ចឹងបានស្គុណ0លំដាប់ពែនៃគឺស្មើ1បូកឲ្យ0បូកឲ្យស្គុណ0ស្មើ1គុណ3បាន3ចឹងនេះយើងបូកចូលគ្នាទៅបានចម្លើយយើងឃើញ4ណាទៅពេល E បើយើង x ខិតទៅរក0អញ្ចឹងយើងចាប់ផ្ដើមជំនួសវាចូលមកអញ្ចឹងបានខាងលើគឺ0ដដែលទេអានេះបានស្វ័យគុណ 3x នេះយើងជំនួសទៅ0គុណ3បាន0អញ្ចឹងបានស្គុណ0បូកឲ្យដក2គុណ0បានស្គុណ0ដែរអញ្ចឹងខ្ញុំបាន0ស្គុណ0នេះស្មើ1បូក1បាន2 0ចែក2បាន0អញ្ចឹង limit E របស់យើងគឺចម្លើយឃើញ0ណា